ជ្រើសរើសចុះតើដឹងថាជាខ្ញុំដោយរបៀបណាខ្ញុំមិនស្គាល់ច្រឡំភរិយាខ្លួនឯងឡើយប្តីប្រពន្ធដែលមិនបានជួបគ្នា300ឆ្នាំត្រូវបានស្ដេចវិស័យឃុំក្នុងភពមីយាតែមានរូបភាពមីយារបស់ភរិយានៅគ្រប់ទីប៉ុន្តែគាត់មានឱកាសជ្រើសរើសតែម្ដងគត់បើជ្រើសខុសនឹងត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ទោះជាយ៉ាងណាបេជីគ្រាន់តែក្រឡេកមើលមួយភ្លែក៏អាចចំណាំក្នុងចំណោមរូបភាពមីយាទាំងឡាយថាម្នាក់ណាជាលេខេញៀវគាត់បានលូកដៃទៅយ៉ាងម៉ឺងម៉ាត់ហើយទាញលេខេញៀវចេញពីក្នុងទឹកលេខេញៀវក៏មានការភ្ញាក់ផ្អើលបន្តិចដែរប៉ុន្តែបេជីជឿជាក់យ៉ាងមុតមមថាគាត់គ្មានថ្ងៃស្គាល់ច្រឡំភរិយាខ្លួនឯងឡើយស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បេជីសូម្បីតែហុងឡែនក៏មានការរំភើបចិត្តដែរហុងឡែនសន្យាថាលុះត្រាតែនាងបានជួបឡៃម៉ូទើបព្រមដោះលែងបេជីនិងលេខេញៀវមិនចង់ចាំសេចក្តីស្លាប់ឡើយនាងចង់ស្វែងរកចំណុចខ្សោយរបស់ហុងឡែនដើម្បីចេញពីភពមីយារំពេចនោះនាងនឹកឃើញកាលពីមុនពេលហុងឡែនគឺតែច្របាច់បំបែកនៃការចងចាំប្រសិនបើពួកគេអាចត្រឡប់ទៅអតីតកាលរបស់ហុងឡែនដើម្បីដឹងថាមានរឿងអ្វីកើតឡើងរវាងនាងនិងឡៃម៉ូប្រហែលជាអាចរកឃើញវិធីចាក់ចេញបេជីស៊ីយ៉ូស្រោបប៉ុន្តែមុននឹងទៅគាត់បានគូយន់រួមចិត្តមួយយន់រួមចិត្តអាចធ្វើឲ្យអ្នកទាំងពីរត្រឡប់ជាធ្លុងមួយពេល Jace អាចដឹងពីទីតាំងរបស់លេខេញូគ្រប់ពេលប៉ុន្តែប្រសិនបំខាងរងរបួសឬស្លាប់ម្ខាងទៀតក៏នឹងរងផលប៉ះពាល់ដូចជាការការពារផងនិងជាការចងភ្ជាប់គ្នាដោយជិះមិនរួចផងហើយក៏ជាវិធីដែលលេខេញូប្រើសម្រាប់ទប់ទល់នឹង Jace មកពួកគេបានមកដល់អតីតកាលរបស់ Hongland ដែលដើមឡើយមានគ្រាន់តែជាផ្កាឈូកមួយទងនៅក្បែរស្ពាននេះប៉ុណ្ណោះប៉ុន្តែដោយសារតែការស្រូបយកធម្មពលអាក្រក់នៃវិញ្ញាណវិលវល់អស់រយៈពេលជាច្រើនឆ្នាំក្រោយពេលខ្លាចជារូបរាងរាល់យុគមានកំណត់ជាវិស័យនឹងការជិះចាប់ចាក់ដល់ឆ្អឹងមានតែការផឹកឈាមបេះដូងពីមនុស្សដែលស្រឡាញ់គ្នាពិតប្រាកដទើបអាចព្យាបាលជាសះស្បើយក្នុងអំឡុងពេលរាប់ពាន់ឆ្នាំនាងបានខ្លាញ់ខ្លួនជាស្រីមានចរិតទន់ភ្លន់លេងសើចនឹងរឿងរ៉ាវលោកេបោកយកក្តីស្រឡាញ់ពិតប្រាកដពីបុរសជាច្រើនឲ្យតែម្ខាងទៀតផ្ដោបេះដូងឲ្យនាងនឹងដកយកឈាមបេះដូងគេយ៉ាងសាហាវឃោរឃៅប៉ុន្តែ Hongland បានព្យាយាមរាប់ពាន់រាប់ម៉ឺនដងក៏នៅតែមិនអាចរំលាយធម្មពលអាក្រក់ក្នុងខ្លួនបានដូច្នេះនាងជឿជាក់ថាបុរសក្នុងលោកសុទ្ធតែជាអ្នកចិត្តមិនស្មោះអ្វីដែលហៅថាស្នេហ៍ពិតគ្រាន់តែជាការសម្ដែងរហូតដល់នាងបានជួបឡៃម៉ូដែលជាទេវតាម្នាក់ដែលតាំងចិត្តស្វែងរកធម៌និងមានចិត្តមេត្តាចំពោះសត្វតែមិនដែលជាប់ជំពាក់នឹងរឿងមនោសញ្ចេតនាបុរសស្រីបន្តិចសោះឡើយឡៃម៉ូមិនដែលស្រឡាញ់នាងទេប៉ុន្តែនៅពេលឃើញ Hongland ត្រូវធម្មពលអាក្រក់ធ្វើបាបស្ទើរស្លាប់ចុងក្រោយក៏មានចិត្តមេត្តាស្ម័គ្រចិត្តអាដៃខ្លួនឯងយកឈាមទេវតាដ៏បរិសុទ្ធរបស់ខ្លួនមកជួយសម្រាលការឈឺចាប់ឲ្យនាងយូរទៅ Hongland ក៏លួចស្រឡាញ់ឡៃម៉ូប៉ុន្តែអ្វីដែលសាហាវបំផុតនៃព្រហ្មលិខិតមិនមែនជាការស្រឡាញ់ដែលមិនសមបំណងឡើយតែគឺជាការផ្ដោតសង្ឃឹមឲ្យបន្តិចរួចក៏កំទេចវាចោលនឹងដៃខ្លួនឯងឡៃម៉ូមានចិត្តគិតដល់មនុស្សលោកនិងមានជំនឿលើធម៌យ៉ាងមុតមម Hongland គឺមានត្រឹមតែចិត្តអាណិតមិនដែលជាស្នេហាឡើយគាត់មិនអាចផ្ដោតក្តីស្រឡាញ់ដែល Hongland ចង់បានឡើយហើយរឹតតែមិនអាចបោះបង់ញាតិរាសង្គ្រោះសត្វលោកដើម្បីនាងដែរក្តីប្រាថ្នាដែលមិនអាចសម្រេចបានធ្វើឲ្យចិត្តរបស់ Hongland រមួលក្រពើបន្តិចម្ដងនាងបានបដូរស្នេហាទៅជាការស្អប់ហើយបានទម្លាក់កំហឹងទៅលើសត្វលោកដែលឡៃម៉ូកំពុងការពារនាងបានបំពោសម្រាប់អ្នកជំងឺអាសន្នរោគជាច្រើនដែលឡៃម៉ូខំប្រឹងព្យាបាលបង្កជាសោកនាដកម្មដ៏ធំធេងនិងបានកាត់ផ្តាច់សេចក្តីមេត្តាចុងក្រោយដែលឡៃម៉ូមានចំពោះនាងយ៉ាងដាច់អាឡ័យឡៃម៉ូក៏បានបែរខ្នងចាក់ចេញពីស្ត្រីដែលធ្វើឲ្យគាត់បារម្ភផងនិងឈឺចាប់ផងម្នាក់នេះក្រោយមកឡៃម៉ូបានចូលរួមជាមួយក្រុមរបស់ Beijing ចាប់ពីពេលនោះមកគាត់ធ្វើដំណើរសង្គ្រោះសត្វលោកគ្រប់ទីចំណែក Hongland ដោយសារអំពើអាក្រក់របស់នាងបង្កចលាចលដល់មនុស្សលោកក៏ត្រូវបាន Beijing និង Hua រួមកម្លាំងគ្នាបង្ក្រាបឥឡូវនេះ Hongland បានទម្លាយការបង្ក្រាបចេញមកនាងមិនខ្វល់ពីការសងសឹកនឹងត្រៃភពឡើយក្តីប្រាថ្នាតែមួយគត់ក្នុងចិត្តគឺគ្រាន់តែចង់ជួបឡៃម៉ូម្ដងទៀតដើម្បីបញ្ចប់ការរងចាំខេញយូមានអារម្មណ៍រំជួលចិត្តដែលអ្វីដែលហៅថាពិសេសកំណាចគ្រាន់តែជាមនុស្សកំសត់ម្នាក់ដែលជាប់ជំពាក់នឹងស្នេហាប៉ុណ្ណោះលេខេញយូក៏ដឹងពីចំណុចខ្សោយរបស់ភពមីយាព្រោះ Hongland ឲ្យតម្លៃលើការចងចាំទាំងនេះខ្លាំងណាស់ដូច្នេះរូបពិតរបស់នាងច្បាស់ជាលាក់ខ្លួនក្នុងបំណែកការចងចាំទាំងនេះ Beijing ក៏បានបញ្ចេញធម្មពលកំទេចរាល់ការចងចាំទាំងអស់ពិតមែនហើយភពមីយាក៏បានរលាយបាត់ភ្លាមរូបពិតរបស់ Hongland ក៏បានបង្ហាញខ្លួន Beijing ក៏ប្រុងនឹងចាប់នាងត្រឡប់ទៅវិញ Hongland បានប្រឹងប្រែងរត់គេចខ្លួន Beijing ក៏បានហោះដេញតាមភ្លាមលុះដល់ពេលលេខេញយូដេញតាមទៅដល់ក៏បាត់ស្រមោលអ្នកទាំងពីរទៅហើយនៅពេលនោះសន្យាបានប្រញាប់ប្រញាល់មកសុំជំនួយនាងគឺជាភរិយារបស់បុរសដែលធ្លាប់ត្រូវ Hongland ធ្វើបាបនាងប្រាប់ថាប្តីរបស់នាងស្លាប់តែរើបម្រាស់ស្លាប់ទាំងរស់សុំឲ្យលេខេញយូជួយសង្គ្រោះលេខេញយូមិនបានគិតច្រើនក៏ដើរតាមនាងទៅផ្ទះនាងបានបង្ក្រាបបុរសនោះយ៉ាងងាយស្រួលប៉ុន្តែនាងមិននឹកស្មានដល់ឡើយសន្យាបែរជាឆ្លៀតពេលនាងមិនប្រុងប្រយ័ត្នលួចដាក់ថ្នាំក្នុងទឹកហើយគោលបំណងដែលនាងធ្វើបែបនេះគឺដើម្បីជួយឲ្យ Hongland រត់គេចខ្លួនតាមពិតប្តីរបស់សន្យាការនៅរស់តែងតែវាដំធ្វើបាបនាងរាល់ថ្ងៃគឺ Hongland ជាអ្នកបង្រៀនឲ្យនាងវាមកវិញរហូតសម្លាប់ប្តីបាននាងទើបអាចមានសេរីភាពដូច្នេះនាងត្រូវតែជួយមនុស្សដែលដូចជារូបនាងតែជាស្ត្រីកំសត់ត្រូវរងគ្រោះដោយសារស្នេហាសន្យានិយាយចប់ក៏បានចាក់កាំបិតយ៉ាងខ្លាំងចំទ្រូងរបស់ខេញយូ